បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចែកបទពិសោធន៍ដើរផ្សារនៅក្នុងប្រទេសញូហ្សេឡង់បងប្អូនខ្ញុំធ្លាប់ដើរលេងនៅប្រទេសផ្សេងធម្មតាខ្ញុំអត់ដឹងថាប្រទេសផ្សេងដែលខ្ញុំអត់បានទៅគេប្រូម៉ូសិនអញ្ចឹងដែរអត់ទេបងប្អូនដោយសារខ្ញុំទៅចូលនៅផ្សារនៅខាងញូហ្សេឡង់ហ្នឹងគឺផ្សារហ្នឹងឈ្មោះម៉ាណាខៅដែលចូលទៅខ្ញុំឃើញហាង store មួយលក់កៅអៅបរោះមានកៅអៅបរោះហ្នឹងគាត់ដាក់ buy one get one ធម្មតា buy one get one នៅខាងប្រទេសខ្មែរយើងក្តីនៅខាងហាងនៅប្រទេសផ្សេងតែធម្មតាទិញមួយថែមមួយភាសាគេបងប្អូនដល់ពេលហ្នឹងខ្ញុំក៏ទៅរើខោនេះបងប្អូនខោបាន2ណាខោបាន2បងប្អូនប៉ុន្តែខោនេះខ្ញុំសូមបញ្ជាក់ថា$160ខោនេះប្រហែលជាមើលអក្សរបញ្ជាបងប្អូន$160មួយទៀត$65អញ្ចឹងខ្ញុំក៏ឆ្ងល់ខ្ញុំក៏ទៅសួរគេខ្ញុំថាចុះបើខ្ញុំយកខោមួយតម្លៃ$60ហើយនឹងខោមួយទៀតតម្លៃ$65គាត់គិតមិនដែរគាត់ថាខោមួយ$65ខោមួយ$60អញ្ចឹងបើខ្ញុំយកពីរខោហ្នឹងវាទាំងអស់$95ខ្ញុំថាខែងផ្លាក់ដាក់ buy one get one អញ្ចឹងតើតែខ្ញុំយកតម្លៃដូចគ្នា$60មែនខ្ញុំក៏សួរគាត់យកតម្លៃដូចគ្នាមែនបានគេមួយថែមមួយបងប្អូនធម្មតាខ្ញុំក៏ឆ្ងល់ខ្ញុំក៏សួរអញ្ចឹងដល់ពេលហើយបងប្អូនដឹងគាត់ឆ្លើយថាម៉េចទេគាត់ថាអត់ទេគាត់ដាក់ buy one get one ហ្នឹងបានន័យថាបើយើងទិញខោនេះលើកទី1គឺតម្លៃ$60ហ្នឹងគឺតម្លៃពេញយល់ទេបងប្អូនដល់ពេលយើងទិញលើកទី2បានបញ្ចុះតម្លៃ50%ហើយខ្ញុំឡើងហួសចិត្តខ្ញុំគ្រាន់ឮថាខ្ញុំចេះឆ្ងល់ថាបាយធម្មតាបើយើង promotion buy one get one គឺយើងទិញមួយគឺថែមមួយត្រូវទេបងប្អូនតែនៅហ្នឹងខ្ញុំមិនដឹងថាយុទ្ធសាស្ត្រទីផ្សារគេមិនទេអញ្ចឹងជាបទពិសោធន៍ដែលខ្ញុំចង់ចែកម្លែកទៅបងប្អូនត្រង់ចំណុចដែលបងប្អូនទៅទិញអីវ៉ាន់នៅតាមផ្សារជាពិសេសឃើញ promotion អញ្ចឹងបងប្អូនត្រូវសួរគេសិន buy one get one អញ្ចឹងបងប្អូនត្រូវបញ្ជាក់គេសិនណាប្រយ័ត្នដូចខ្ញុំអញ្ចឹងបងប្អូនទិញមួយ$60ទិញ2គឺ$90គឺខោ2ដែលខ្ញុំទិញហ្នឹងគឺអស់$90បងប្អូនអញ្ចឹងបានលើកទី2គេបញ្ចុះតែពាក់កណ្ដាលទេលើកទី1គឺតម្លៃពេញអញ្ចឹងអានេះជាបទពិសោធន៍មួយដែលខ្ញុំចង់ចែកម្លែកជូនបងប្អូនដែលគាត់ទៅតាមបណ្ដាប្រទេសផ្សេងហើយក៏ថាដូចថាជួប promotion ណាទៅពេលធម្មតា promotion ឃើញ promotion ថោកគឺយើងខ្វល់កអញ្ចឹងប៉ុន្តែយើងត្រូវសួរគេសិនបងប្អូនកុំឲ្យមានការយល់ច្រឡំហើយយើងទិញមកដល់ផ្ទះហើយឬក៏យើងគិតលុយហើយវាខុសអ្វីដែលយើងរំពឹងទឹកដូចខ្ញុំអញ្ចឹងបងប្អូនអញ្ចឹងនេះជាបទពិសោធន៍មួយដែលខ្ញុំជួបលើកទី1បងប្អូនលើកទី1ហើយអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបងប្អូន